ពុកម៉ែបងប្អូនអ៊ំពូមីងជំរាបសួរថ្ងៃនេះខ្ញុំបានធ្វើការចែកកាបូបទៅដល់ក្មេងៗសិស្សសាលាចំនួននឹង57នាក់ហើយក្នុងម្នាក់គឺទទួលបានកាបូបម្នាក់មួយហើយមាននំមានសភៅមាននំអញ្ចឹងទៅមានសភៅមានដបទឹកហើយមានកាដូច្រកចេះសម្រាប់ពួកគាត់តែចំណែកមួយនេះខ្ញុំសុខចិត្តបដូរដឹកមកវិញដោយសារអីដោយសារតែជាចំណែករបស់ក្មេងប្រុសម្នាក់ឈ្មោះច័ន្ទណាវិនដែលជាកូនកាព្រាដោយសារពោះចឹកអញ្ចឹងខ្ញុំសុខចិត្តបដូរដឹកមកវិញតាមវាស្រែដឹកមកវិញគឺទុកចំណែកឲ្យគាត់ហើយខ្ញុំនឹងព្យាយាមជួយពួកគាត់ឲ្យអស់ពីលទ្ធភាពទោះបីថាថ្ងៃនេះបាន57នាក់តែបើយើងគិតជាចំនួនទឹកលុយក្នុងមួយកាបូបនេះហើយនឹងសម្ភារៈនៅខាងក្នុងនេះយ៉ាងតិចក៏60000ដែរអញ្ចឹងក្នុងម្នាក់យើងគិតថា60000យក60000គុណនឹង57នាក់ទៅឃើញចំនួនទឹកលុយហើយណានេះសិតតែអីវ៉ាន់ដែលនៅសល់សម្រាប់ទុកឲ្យពួកគាត់នៅថ្ងៃស្អែកឬក៏ថ្ងៃច័ន្ទនេះសិតតែអីវ៉ាន់សម្រាប់ទុកឲ្យពួកគាត់ហើយខ្ញុំសុខចិត្តបដូរមកវិញខ្ញុំអត់ឲ្យអ្នកផ្សេងទេដោយសារតែនេះគឺជាចំណែកនៃរបស់គាត់បន្ទាប់មកខ្ញុំនឹងធ្វើវីដេអូមួយឃើញសកម្មភាពខ្ញុំហើយជាមួយនឹងក្រុមការងារចែកឲ្យពួកគាត់ទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកមានទេខ្ញុំក្រមែនតែចិត្តខ្ញុំអត់ក្រទេពួកខ្ញុំធ្លាប់ឆ្លងកាត់សេចក្តីលំបាកច្រើនខ្ញុំស៊ីឈ្នួលគេខ្ញុំក្មេងវត្តខ្ញុំធ្វើសំណង់ខ្ញុំរើសអេតចាយតាមរោងការអញ្ចឹងខ្ញុំដឹងព្រោះជាតិបានអញ្ចឹងខ្ញុំនឹងព្យាយាមជួយកូនសិស្សខ្ញុំមកអស់ពីលទ្ធភាពទាំងអស់តែចំណែកមួយនេះបោះសវិនដែលជាក្មេងកំព្រាឪពុកស្លាប់ដោយពោះចឹកអញ្ចឹងខ្ញុំអត់ឲ្យអ្នកដទៃទេខ្ញុំទុកឲ្យគាត់ជាចំណែករបស់គាត់កុំឲ្យគាត់មានអារម្មណ៍ថាអន់ចិត្តថាលោកគ្រូខ្ញុំអត់បានមកហេតុអីបានមិត្តភក្តិផ្សេងបានអញ្ចឹងអានេះខ្ញុំទុកឲ្យគាត់ខ្ញុំនឹងធ្វើសេចក្តីល្អឲ្យបានច្រើនហើយផ្ដាំផ្ញើអរគុណពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់ដែលស្រឡាញ់ចូលចិត្តគ្រូធីហើយគ្រូធីអត់ឲ្យពុកម៉ែបងប្អូនខកចិត្តទេសេចក្តីល្អខ្ញុំនៅតែធ្វើសម្រាប់ក្មេងៗកាព្រាអត់ម៉ែអត់ឪទាំងអស់គ្នាណាវិនគ្រូទុកឲ្យកូនហើយណាថ្ងៃច័ន្ទកូនមកយកកាបូបផងចំណែករបស់កូនហើយក្មេងៗដទៃគាត់បានហើយអញ្ចឹងនេះចំណែករបស់កូនគ្រូទុកឲ្យគ្រូសុខចិត្តបដូរជីយកទៅផ្ទះវិញដាក់ឲ្យគាត់ទុកថ្ងៃច័ន្ទខ្ញុំសប្បាយចិត្តនិងមានមោទនភាពទោះបីថាខ្ញុំមិនមែនជាឯកឧត្តមអង្គញាមិនមានលុយច្រើនប៉ុន្តែខ្ញុំអាចចូលរួមជួយសង្គមបានច្រើនព្រោះគ្រូម្នាក់នេះកើតចេញពីក្មេងស៊ីឈ្នួលគេទេកើតចេញពីក្មេងដែលស៊ីឈ្នួលគេណាជូនបុណ្យទាំងអស់គ្នាថ្ងៃនេះថ្ងៃសិល